Huawei MatePad SE បាទមាន3ជម្រើសមានតម្លៃ144 214ហើយជាមួយនឹង254អញ្ចឹងរាល់ពេលដែលបងទិញជាមួយនឹង Huawei MatePad SE គឺគេមានថែម case keyboard free screen ជាមួយនឹង case មួយទៀតសម្រាប់កូនក្មេងកាន់លេង case នេះអញ្ចឹងបងអាចរើពីយកអានេះក៏បានយកអា case ដែលមាន keyboard ក៏បានដែរអញ្ចឹងសម្រាប់ Huawei MatePad SE នេះគឺជា tablet លំដាប់មធ្យមសម្រាប់អ្នកដែលគាត់ត្រូវការ tablet យកទៅការកំសាន្តបាទការងារតិចតួចហើយដែលខ្ញុំប្រាប់ថាមាន3ជម្រើសហ្នឹងគឺវាខុសគ្នាត្រង់មួយប្រើ SIM មួយប្រើ Wi-Fi សុទ្ធអានៅដៃខ្ញុំនេះគឺប្រើ SIM នេះកន្លែងដាក់ SIM វានៅខាងក្រោមហើយ RAM 8GB storage 128GB អេក្រង់របស់វាទំហំ11អ៊ីនជាប្រភេទ LCD កម្រិតបង្ហាញ1920 x 1200 pixel ចំណុចពិសេសរបស់ tablet នេះគឺទៅលើផ្នែកអេក្រង់វាច្បាស់សមរម្យល្មមសម្រាប់ការកំសាន្តមើលរឿងមើលវីដេអូផ្សេងៗប៉ុន្តែវាបំពាក់ speaker ដល់ទៅ4គ្រាប់វាគឺឮខ្លាំងមែនទែនហើយមួយទៀតទៅលើកាមេរ៉ារបស់វាខាងមុខនេះគឺទំហំ5 megapixel កាមេរ៉ាខាងក្រោយ8 megapixel ចំណែកថ្មវិញគឺ7700 mAhបាទថ្មប៉ុណ្ណេះគឺធំហើយសម្រាប់ tablet ប៉ុណ្ណេះអូខេហើយ3ជម្រើសហ្នឹងគឺយើងមានតម្លៃ149នេះគឺ model Wi-Fi RAM 4GB 128អាមួយទៀតប្រើ SIM នេះ214នេះប្រើ SIM ប៉ុន្តែ RAM វា 4GB ចំណែកអា259នេះគឺ RAM 8GB អូខេបងរើសយកមួយណាក៏បានដែរទៅលើសមត្ថភាព spec របស់វាគឺដូចគ្នាទាំងអស់គ្រាន់តែមួយ RAM 4GB មួយ RAM 8GB មួយប្រើ Wi-Fi សុទ្ធមួយអាចដាក់ SIM បានបាទមាន3ជម្រើសហើយរបស់ថែមដូចខ្ញុំបង្ហាញអញ្ចឹងនេះអានេះបើសិនជាឧទាហរណ៍ថាបងត្រូវការទិញ tablet ហ្នឹងតម្លៃ149សម្រាប់ទុកឲ្យកូនគាត់មើលតុក្កតាគាត់ទិញយកទៅប្រើកម្មវិធីសម្រាប់រៀនអាចយកជាមួយនឹង case នេះស្រួលកាន់ធ្លាក់អីក៏វាអត់អីដែរបាទនេះវាក្រាស់ហើយវាធំបើសិនជាបងប្រើខ្លួនឯងបងទិញយកទៅប្រើខ្លួនឯងអាចយកជម្រើសថែមអានេះវាមាន keyboard ហើយជាមួយនឹង case របស់វាឥឡូវជាមួយខ្ញុំសាក់សោកបញ្ចូលអូខេចង់ប្រើជាលក្ខណៈដាក់តា case ចឹងក៏បានបើសិនជាត្រូវការសរសេរ script វាអក្សរផ្សេងៗយើងអាចដាក់ keyboard វាមកបាទ keyboard bluetooth អូខេអាហ្នឹងមួយ set របស់វាបានន័យថាបងតែ139ក៏បាន219ក៏បាន259ក៏បានដែរហើយជម្រើសយើងឲ្យរើពីបើចង់បានអានេះសម្រាប់ទុកឲ្យកូនប្រកាន់លេងណាអានេះប្រើនេះទៅតែបើថាប្រើខ្លួនឯងអាចយកជាឈុតនេះបាទឬយកមួយណាក៏បានដែរ screen timer free មាន voucher ជាមួយនឹងការធានាពីក្រុមហ៊ុន1ឆ្នាំតែម្ដងបាទ MatePad SE បងមើលទៅលើអេក្រង់វាសម្រាប់ខ្ញុំមើលឃើញផ្ទាល់គឺវាច្បាស់ល្អសម្រាប់តម្លៃប៉ុណ្ណេះហើយ speaker ជាមួយចាក់ speaker Show them how frightening mimes can be. Yeah. Oh my god. We're having a feast. We're eating the eggs. Gonna have a big feast. Gonna eat all the eggs. មួយទៀត tablet នេះក៏យើងអាចប្រើជាមួយប៊ិចបានដែរបើសិនជាបងចង់បានប៊ិចថែម$20ប៊ិច M Pen Line របស់ Huawei នេះអានេះយើងអាចប្រើមួយ tablet ហ្នឹងបានប្រើទាំងប៊ិចទាំង keyboard មួយឈុតរបស់វាតែម្ដងអញ្ចឹងតម្លៃប៉ុណ្ណេះខ្ញុំគិតថាសមរម្យ200ជាងហើយ100ជាងបើចង់បានតែ Wi-Fi យក100ជាងក៏បានដែរបើចង់ដាក់ SIM ចង់បានដាក់ SIM ហើយ RAM ធំ RAM 8GB អាចយកអាតម្លៃ259ដែលខ្ញុំបង្ហាញនេះអូខេហើយបងមើលរូបរាងរបស់វាស្អាតអានេះការ design របស់គេមើលទៅវាសាមញ្ញវាលយត្រង់ speaker វាលាន់ព្រោះនឹងហ្មងហើយថ្មធំថ្មវាកាន់អូខេល្មមប្រើហើយបើសិនជាចង់បាន tablet ដែលមានកម្លាំងម៉ាស៊ីនខ្លាំងជាងហ្នឹងប្រើទៅលើការងារ Office version computer អាចមើល MatePad 11.5S ក៏បាន MatePad 11.5ក៏បានដែរតែអានោះតម្លៃវា300ជាង400ជាងអានេះតែ100ជាងហើយ200ជាងឯងកម្មវិធី Word Excel PowerPoint វាប្រើតាម WPS version mobile មិនមែន version computer ដោយអាបងរបស់វាទេបាទអញ្ចឹងបើសិនជាបងមានតម្រូវការជាមួយនឹង Huawei MatePad SE អាចមករកទិញបាននៅហាងលក់ទូរស័ព្ទដៃនីគ្រប់សាខាទាំងអស់បញ្ជាក់តម្លៃ149ប្រើ Wi-Fi RAM 4GB 219ដាក់ SIM RAM 4GB ហើយនឹងមួយទៀត259 RAM 8GB storage 128GB ទាំងអស់អរគុណ